một vị chia đừng kim mi vị chia tôi chăm sầm nụ phong tôi chăm một muốn sầm đạp phương lồng hạt phong cú thua ấy tục ấy rồi xong ra cốm mà can chỉ vật bạn đâu bỏ nhóm episode 7សម្រាប់មុខវិជ្ជារូបវិទ្យានិងគីមីវិទ្យាយើងត្រូវចាំទាំងសំណួរយើងត្រូវចាំទាំងរូបមន្តទៀតសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ដើម្បីងាយស្រួលសម្រាប់ខ្លួនឯងដំបូងឡើយគឺខ្ញុំធ្វើការដកស្រង់សំណួរណាសំខាន់ទាំងមេរៀនរូបវិទ្យានិងគីមីវិទ្យាដកស្រង់យកមកទៅសេនៅក្រដាសមួយផ្សេងទៀតណាអ្នកនរគ្នាយើងទៅសេទាំងសំណួរនិងចម្លើយអាហ្នឹងសម្រាប់ខ្ញុំទៅសេទាំងសំណួរនិងចម្លើយដើម្បីងាយស្រួលនៅក្នុងការទិញចម្លើយសំណួរពេលដែលយើងទិញទៅយើងអាចបិទចម្លើយហើយតើយើងសួរខ្លួនឯងអញ្ចឹងអ្នកនរគ្នាអញ្ចឹងវិធីសាស្ត្រខ្ញុំគឺធ្វើបែបហ្នឹងហើយសម្រាប់រូបមន្តដែរក៏ខ្ញុំធ្វើអញ្ចឹងដែរខ្ញុំដកស្រង់រូបមន្តទាំងអស់គ្រប់មេរៀនទាំងអស់យកមកទៅសេដាក់កណ្ដាស់ហើយរៀបរៀងទៅតាមមេរៀនក៏ដូចជាចម្ពោះនីមួយៗហើយក៏វាងាយស្រួលសម្រាប់ខ្ញុំដែរងាយស្រួលទាំងរំលឹកងាយស្រួលទាំងមើលនៅពេលដែលយើងភ្លេចឬក៏ពេលខ្លះយើងធ្វើលំហាត់អីចឹងយើងភ្លេចរូបមន្តអីចឹងអ្នកនរគ្នាអញ្ចឹងវាងាយស្រួលក្នុងការមើលវាឡើងវិញហើយមួយទៀតហ្នឹងមុនដែលយើងទៅប្រឡងបាក់ឌុបហ្នឹងក៏វាងាយស្រួលយើងរំលឹកមើលរូបមន្តឡើងវិញដែរយើងបែរហត់ទៅអង្គុយបើកមើលសភៅមួយថាពីរូបមន្តអីគេខ្លះដែលយើងត្រូវចាំអីចឹងទៅអ្នកនរគ្នាអញ្ចឹងត្រង់ចំណុចហ្នឹងក៏ងាយស្រួលដែរហើយសម្រាប់លំហាត់វិញខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកនរគ្នាទៅអង្គុយធ្វើលំហាត់វិញ្ញាសាចាស់មួយគឺអ្នកនរគ្នាកុំចោលគឺត្រូវធ្វើឲ្យអស់បើសិនជាអាចមានប្រហែលវិញ្ញាសាអង្គុយធ្វើទាំងអស់ទៅអ្នកនរគ្នាមួយវិញទៀតហ្នឹងវិញ្ញាសាដែលលោកគ្រូអ្នកគ្រូគាត់ផ្ដល់ឲ្យក៏អ្នកនរគ្នាក៏គួរតែអង្គុយធ្វើឲ្យអស់ដែរលំហាត់ដែលចេញពីសភៅពុំក៏សំខាន់ដែរអ្នកនរគ្នាក៏គួរកុំចោលដូចគ្នាត្រូវធ្វើឲ្យអស់ទៅព្រោះលំហាត់រូបគីមីគឺវាមានតែប៉ុណ្្នឹងតែវាមានតែពីសភៅពុំពីវិញ្ញាសាចាស់ឬក៏វិញ្ញាសាដែលលោកគ្រូអ្នកគ្រូគាត់ផ្ដល់ឲ្យទេអ្នកនរគ្នាហើយធ្វើឲ្យអស់ទៅកុំលួចខ្ចោលធ្វើអីចឹងណាដល់គ្នាធ្វើឲ្យអស់ទៅហើយលំហាត់ដែរឧទាហរណ៍ថាដូចរូបវិទ្យាចឹងវាអត់សូវចេញលំហាត់ណាដែលរៀងពិបាកឬក៏មានបាតុភូតណាដែលយើងត្រូវគិតច្រើនទេអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើលំហាត់ណាដែលគិតថាពិបាកអ្នកទាំងអស់គ្នាព្រោះយើងអត់ដឹងថាក្រសួងគេក្លុកយើងមិនយើងអត់ដឹងទេអញ្ចឹងគួរតែប្រកាសទុកមុនអ្នកទាំងអស់គ្នាគួរតែអង្គុយធ្វើលំហាត់ណាដែលពិបាកខ្លះដែរកុំធ្វើតាណាដែលកម្រិតបាក់ទុកណាព្រោះនៅពេលដែលយើងធ្វើលំហាត់ពិបាកទៅឧទាហរណ៍បើសិនជាក្រសួងគេចេញលំហាត់ពិបាកយើងអាចធ្វើបានចង់គេចេញលំហាត់មួយក៏យើងនៅតែអាចធ្វើបានដែរព្រោះលំហាត់ទូចធំពិបាកអីយើងធ្វើគ្រប់អស់ហើយនឹងអ្នកទាំងគ្នាហើយចាប់ដល់ថ្ងៃប្រឡងអីកុំគិតថាអត់មានពេលគ្រប់គ្រាន់នៅក្នុងការធ្វើអ្នកទាំងគ្នានៅតែមានពេលគ្រប់គ្រាន់អញ្ចឹងអ្នកទាំងគ្នាកុំគិតចង់ព្រោះខ្ញុំក៏ធ្លាប់មានគំនិតអញ្ចឹងដែរកុំគិតអញ្ចឹងយ៉ាងហោចណាស់ក៏ប្រើចំណាយពេល1ម៉ោងដើម្បីធ្វើលំហាត់រូបឬក៏គីមីដែរយើងឆ្លាស់គ្នាទៅអ្នកទាំងគ្នាអញ្ចឹងពីខ្ញុំសង្ឃឹមថា tip នេះនឹងមានប្រសិទ្ធភាពសម្រាប់អ្នកទាំងអស់គ្នាអរគុណអ្នកទាំងគ្នាសម្រាប់ការមើលវីដេអូនេះពីខ្ញុំអតីតសិស្សនីតិ A